大家好，回来小水中文và tập mộtភាសាចិនយើងវិញបន្ទាប់ពីនេះខ្ញុំបានបិទឲ្យរយៈពេលមិនស្ដាននៅភាសាតែចប់រវល់អញ្ចឹងឥឡូវចូលទៅដល់ការរៀនពីព្យាង្គរបស់ភាសាចិនអញ្ចឹងក្នុងភាសាចិនគឺយើងនិយាយថា汉语的音节汉语的音节ជាភាសាចិនNumber 1គេថា汉语的音节一般有声母韵母声调组成មានន័យថាព្យាង្គរបស់ភាសាចិនជាទូទៅគេផ្សំឡើងដោយជើងជំនះដើមដូចជា B ព P ផ M មក F អញ្ចឹងទៅហើយស្ដាប់វា A O O អីអញ្ចឹងទៅហើយនឹងសម្លេងរបស់វាមានចំនួន4ដូចសម្លេងទី1សម្លេងទី2សម្លេងទី3អញ្ចឹងទៅគេផ្សំវាជាមួយនឹងជើងជំនះជាមួយស្ដាប់អញ្ចឹងទៅឥឡូវចូលទៅទី2គេថា一个汉字对应一个音节ចឹងមានន័យថាអក្សរចិនមួយគឺតំណាងឲ្យមួយព្យាង្គអញ្ចឹងបើអក្សរចិន2គឺយើងតំណាងឲ្យ2ព្យាង្គអញ្ចឹងយើងមើលឧទាហរណ៍ថាពាក្យដូចជាពាក្យសៀសឹងចុះអញ្ចឹងពាក្យថាសៀសឹងប្រែទៅសិស្សអញ្ចឹងពាក្យថាសៀពាក្យថាសឹងអញ្ចឹងពាក្យ2ហ្នឹងគឺវាតំណាងឲ្យអក្សរចិន2ព្យាង្គដល់ទី3គេថា音节可以没有声母电音有韵母和声调អញ្ចឹងព្យាង្គអាចមិនមានជើងជំនះដើមប៉ុន្តែត្រូវតែមានស្ដាប់ហើយនឹងសំឡេងផងដែរអូខេអ្នកគ្នាឥឡូវចូលទៅដល់កៅថោពាក្យចំនួន4អញ្ចឹងខ្ញុំចង់អ្នកគ្នាដឹងរបៀបមើលថាណាគឺជាជើងជំនះរបស់ភាសាចិនមួយណាស្ដាប់ហើយមួយណាសំឡេងហើយទី1ដែរអ្នកគ្នាត្រូវដឹងថាអក្សរចិននេះមានប្រមាណព្យាង្គហើយខ្ញុំមើលពាក្យទី1គឺវាផ្សំឡើងពីជើងជំនះ M គឺមកហើយស្ដាប់វាគឺ AO គឺស្អោហើយសំឡេងវាគឺសំឡេងស្មើអញ្ចឹងវាប្រកបមកអោមកអញ្ចឹងសំឡេងទី1គឺអានស្មើគឺមកអញ្ចឹងមកហ្នឹងគឺវាផ្សំឡើងអក្សរចិនមួយអញ្ចឹងវាថាវាផ្សំឡើងគឺមួយព្យាង្គទេពាក្យថាមកហ្នឹងយើងបកថាស្ដាប់ឆ្មាហើយមួយទៀតគឺយើងចូលពាក្យមួយទៀតគឺពាក្យថាអ៊ឺអញ្ចឹងពាក្យថា E ហ្នឹងឃើញថា Y ហ្នឹងវាគឺជាស្រៈទេវាគឺវាមិនមែនជាជើងជំនះទេអញ្ចឹងពាក្យថា ហ្នឹងគឺវាផ្សំតែស្ដាប់ហើយនឹងជាមួយសំឡេងទេវាអត់មានជើងជំនះដើមទេអញ្ចឹងបើតាមយមន័យយើងខាងលើគេថាចេះទោះវាអត់មាននៅជើងជំនះដើមប៉ុន្តែត្រូវតែមាននៅស្ដាប់ហើយនឹងសំឡេងអញ្ចឹងវាផ្សំឡើងពីសារ E ទៅ2គឺយើងអានថាហើយនឹងសំឡេងរបស់វាគឺសំឡេងទី2គឺសំឡេងបកអោឡើងលើអញ្ចឹងអានថាអញ្ចឹង E ហ្នឹងគឺយើងបកប្រែថាត្រីអញ្ចឹងវាផ្សំឡើងពីអក្សរចិនមួយព្យាង្គដែររហូតដល់ពាក្យទី3គឺពាក្យថាជាអញ្ចឹងពាក្យថាជាហ្នឹងគឺវាផ្សំឡើងពីជើងជំនះស្ដាប់ហើយនឹងសំឡេងអញ្ចឹងជើងជំនះគឺចេគឺជើងជំនះគឺអានថាជីហើយស្ដាប់គឺស្ដាប់ E គឺ I E ហ្នឹងគឺស្ដាប់ E ហើយចំពោះសំឡេងគឺសំឡេងទី3គឺយើងអានចុះក្រោមហើយឡើងលើអញ្ចឹងយើងក៏ចុះក្រោមហើយយើងទៅលើទីអញ្ចឹងទៅហើយយើងបន្តមកយើងប្រកបថាជាអញ្ចឹងបើដាក់សំឡេងទី3វិញយើងអានជាអញ្ចឹងជាហ្នឹងវាផ្សំឡើងពីជើងជំនះមួយព្យាង្គទេអញ្ចឹងពាក្យអក្សរចិនតែព្យាង្គទេអញ្ចឹងជាហ្នឹងយើងបកថាបងស្រីអញ្ចឹងពាក្យបងស្រីហ្នឹងគឺយើងអាចថាមានអាន2ក៏បានដែរគឺជាក៏បានដែរឬក៏ជាទេក៏បកប្រែថាបងស្រីដូចគ្នាដែរអញ្ចឹងមួយទៀតយើងចូលទៅដល់ពាក្យថាឥឡូវយើងចូលទៅដល់ពាក្យទី4អញ្ចឹងពាក្យទី4យើងអានថាអញ្ចឹងយើងធ្វើបានដឹងថាវាអានថាអញ្ចឹងយើងដឹងថាវាផ្សំឡើងពីស្រៈតែមួយគឺស្រៈអញ្ចឹងហើយសំឡេងនេះគឺសំឡេងទី4គឺអានចុះក្រោមអញ្ចឹងក៏ចុះក្រោមអញ្ចឹងយើងអានជាមួយសំឡេងមកគឺយើងអានអញ្ចឹងពាក្យថាហ្នឹងគឺមានន័យថា2ចំនួន2គឺលេខ2ហ្នឹងអ្នកនរគ្នាឥឡូវការបរិយាខ្ញុំក៏បានដល់ទីបញ្ចប់តែ希望大家不要介意ស្គមថាអ្នកនរគ្នាក៏មកកាន់មិនសំនេះកំហុសខុសឆ្គងកន្លែងណាមួយហើយអ្នកនរគ្នាបន្ទាប់ពីរៀនហើយអ្នកនរគ្នាត្រូវតែយកវាទៅមើលចូលវាទៅហាត់សរសេរអក្សរចិនចំនួន4ពាក្យនេះអ្នកនរគ្នាចាក់សរសេរវាទៅអ្នកគ្នាបង្កជាចំណាំអក្សរហ្នឹងហើយក៏អាចយកទៅប្រើប្រាស់បានដែរហើយមួយទៀតអ្នកនរគ្នាអាចយកពាក្យនោះទៅបង្កើតជាវីដេអូដើម្បីនិយាយក៏បានឬក៏តែងពាក្យអញ្ចឹងក៏បានដែរអូខេ再见大家ជំរាបលាអ្នកគ្នា